សេចក្តីសុខអ្នកគ្រប់គ្រងផ្ទះនឹងមាន4មួយអត្ថិសុខសុខព្រោះមានលុយចាយមានទ្រព្យសម្បត្តិតែអត់ទ្រព្យសម្បត្តិមិនសុខទេទី2បរិភោគៈសុខមានទ្រព្យសម្បត្តិហើយគឺអាចចាយទ្រព្យនឹងបានទៀតបើមានហើយរិះធម្មមិនហ៊ានចាយក៏អត់សុខដែរទុកស្រីព្រោះប្តីកាន់លុយទុកប្តីព្រោះសុំលុយប្រពន្ធអត់អើយទី3ហៅថាអនណៈសុខសុខព្រោះមិនជាពាក់បំណុលគេតែជាពាក់បំណុលគេច្រើនក៏អត់សុខដែរទី4អនវជ្ជៈសុខការងារដែលយើងធ្វើរាល់ថ្ងៃតលស្របច្បាប់តែไปខុសច្បាប់ក៏អត់សុខដែរអាឡ័យតែដេកព្រួយខ្លាចប៉ូលីសចាប់ទៅណាមកណាលឺតែឆ្កែព្រុសភ័យណាខ្លាចគេចាប់ម្ល៉េះហើយអត់សុខទេបានសេចក្តីសុខទាំង4នេះទើបមនុស្សមានប្តីមានប្រពន្ធមានកូនមានផ្ទះសម្បែងរស់នៅដោយស្រួលប៉ុន្តែសេចក្តីសុខដោយសារមានទ្រព្យសម្បត្តិទាំងអស់នេះវាមិនមែនកើតឡើងមកដោយសារអុជធូបបែបនសំឬក៏ថាបួងសួងអីទេគឺតលតែយើងប្រើដូចគេថាលទ្ធិកម្មផលតលតែយើងធ្វើកម្មបានផលអ្នកជំនួញបានចំណេញហើយអ្នកធ្វើស្រែបានស្រូវអ្នកធ្វើបានទទួលផលលោកថាតលតែបំពេញទិដ្ឋធម្មិកដ្ឋប្រយោជន៍ទាំង4យ៉ាងសម្រាប់មនុស្សយើងដើម្បីបានសេចក្តីសុខបានទ្រព្យក្នុងបច្ចុប្បន្ន1លោកហៅថាឧទ្ធានសម្បទាឲ្យប្រឹងរកទ្រព្យប្រឹងធ្វើការកុំឲ្យខ្ជិលតន់កម្លាំងនៅមានដល់ពេលយើងចាស់រកអីលែងកើតទៅវាសល់លុយខ្លះគ្រាន់ឲ្យថ្នាំពេទ្យគេដែរទី2អរិយកសម្បទាដល់ព្រមដល់ការថែរក្សាបានទ្រព្យហើយកុំចេះតែប៉ាវដាក់គេខ្វះពេកពីព្រោះតែគេបានឆ្អែតឆ្អន់ដោយសារយើងហើយពេលយើងមានទុក្ខភ័យគេរត់ចោលអស់ក៏មានការងារអីឯងជាពាក់គេឯងអ្នករងកម្មបើអញ្ចឹងកុំឲ្យទលាយខ្លាំងពេកត្រូវចេះថែរក្សាទ្រព្យនឹងឲ្យបានល្អកុំឲ្យបាត់បង់ទី3កល្យាណមិត្តតាឲ្យសែបគប់កល្យាណមិត្តតែសែបគប់អ្នកខុសបបួលយើងទៅកាស៊ីណូបង្ហើយអស់ទ្រព្យមានតែចងកហើយណាញោមណាលក់ដីលក់ស្រែលក់អីអស់ហើយបើអញ្ចឹងបើសែបគប់ចំគេអ្នកត្រូវគេបបួលបង្កើតមុខចំនួនជួញរកទទួលទានអានឹងចេះតែចំណេញចេះតែបានទៅទៀតឯទី4លោកថាអាចការចាយវាយនឹងសម្រាប់ជីវិតាចាយឲ្យត្រឹមត្រូវតាមខ្ទង់ចំណាយតែចាយខុសអានឹងគឺខាតនៅប្រទេសអាមេរិកប្រទេសបារាំងប្រទេសអង់គ្លេសប្រទេសកាណាដាប្រទេសអូស្ត្រាលីពោលគឺប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនធំទោះបីគេមិនជឿពុទ្ធសាសនាក៏ដោយប៉ុន្តែការប្រព្រឹត្តរបស់គេដូចពុទ្ធសាសនាយើងអញ្ចឹងគឺឧទ្ធានសម្បទាគេប្រឹងបង្កើនទ្រព្យសម្បត្តិបង្កើតរោងចក្របង្កើតកន្លែងរលុយណាញោមទី2អរិយកសម្បទាគេថែរក្សាទ្រព្យគេនោះមិនឲ្យបាត់ទេទី3កល្យាណមិត្តតាគេដោតសែបគប់ប្រទេសណាអាចដាក់ចំនួនបានកន្លែងណាធ្វើរោងចក្រកន្លែងណាធ្វើវិរិយអគ្គិសនីញោមមើលកន្លែងណាបង្កើតមុខរបរគេដើរតាក់ទងហើយដល់ទី4គឺគេមានខ្ទង់ចំណាយច្បាស់លាស់ចឹងហើយបានជាប្រទេសគេមានស្រុកគេមានគេធ្វើដូចវិធីរបស់ព្រះប៉ុន្តែយើងឯនេះទេច្រើនតែមិនធ្វើតាមព្រះហើយបែរទៅជារិះគន់ខ្លួនឯងថាមកពីជឿសាសនាពុទ្ធបាត់វាក្រអាគេកណ្ដាលដតីគេមានប៉ុន្តែតាមពិតអាគេនោះគេធ្វើដូចព្រះឯងនេះធ្វើអត់ដូចព្រះផងព្រះថាកុំឲ្យខ្ជិលឲ្យប្រឹងរត់ទទួលទានឯងគិតតែវាយវងគ្នាឯណាអង្គុយរាប់ម៉ោងអត់ប្រយោជន៍ទេអីអញ្ចឹងដូច្នេះវាខាតប្រយោជន៍យើងមើលឃើញដែរបានព្រះអង្គថាអាការខ្ទង់ចំណាយដែលយើងបានមកហើយនឹងចាយឲ្យមានរបៀបក្នុងសាសនាឲ្យចែកជា4ផ្នែកអ៊ីនាងតាមិអ៊ីនាងមញ្ចាមិសាសនេពហុពេមិសាសនេនិកន្ធេមិអ៊ីនាងតាមិអ៊ីនាងមញ្ចាមិសាសនេនិកន្ធេមិពហុតេឆពេមិមានន័យថាឲ្យយើងបែងចែកជា4ផ្នែកមួយផ្នែកសងបំណុលចាស់មួយផ្នែកបលបំណុលថ្មីមួយផ្នែកបោះចុះក្នុងជ្រោះជ្រៅមួយផ្នែកកប់ទុកជាកំណត់ព្រេង